ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូ part 52 នៃ Heyday ហើយនៅក្នុងវីដេអូនេះដែរខ្ញុំមកចង់បង្ហាញអ្នកទាំងអស់គ្នាអំពី event Tiny Trail និង supply shop trade អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចលើរូបឡានលោតទៅនោះគេនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបលេង event Tiny Trail ហើយនេះដែរគឺជារង្វាន់ដែលអ្នកទាំងអស់គ្នាត្រូវទទួលបាននៅពេលលេង event ហ្នឹងអញ្ចឹងចំពោះរង្វាន់ខាងលើនេះបើសិនបើអ្នកទាំងអស់គ្នាចង់បានគេតម្រូវឲ្យយើងបុកលុយអ្នកទាំងអស់គ្នាអញ្ចឹងបាច់បុកបាច់អីទេយើងលេងតាមធម្មតាទៅលុយដល់ចុងក្រោយក៏យើងអាចទទួលបាន10ពេជ្រដែរអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះដែរយើងមកមើលកន្លែងដឹកជញ្ជូនអីវ៉ាន់ទាំងអស់គ្នាទៅថាតើអីវ៉ាន់ណាខ្លះដែលខ្ញុំអាចដឹកបាននិងអីវ៉ាន់ខ្លះទៀតដែលខ្ញុំមិនអាចដឹកបានអញ្ចឹងដោយសារតែអីវ៉ាន់ភាគច្រើនខ្ញុំមិនអាចដឹកបានអញ្ចឹងខ្ញុំធ្វើការ delete ចោលទៅដើម្បីវាលោតអីវ៉ាន់ថ្មីដែលយើងត្រូវដឹកហើយនេះដែរគឺជា event supply short trade អញ្ចឹងចំពោះលក្ខខណ្ឌនៃការលេង event នេះដែរគេតម្រូវឲ្យអ្នកទាំងអស់គ្នាដឹកអីវ៉ាន់ឲ្យគ្រប់ចំនួនដែលគេចង់បានទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានរបស់រីកទាំងមួយនេះអ្នកទាំងអស់គ្នាហើយកន្លែងនេះដែរបើសិនបើវាផុតរយៈពេលកន្លះម៉ោងនោះវានឹងលោតអីវ៉ាន់ដែលយើងត្រូវដឹកជូនថ្មីអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះដែរខ្ញុំសូមធ្វើការបង្វិលកន្លែងឡានមួយសិនមកហើយចំពោះអាកូនដើមឈើតូចនេះដែរគេតម្រូវឲ្យសមាជិកនៅក្នុង neighborhood ទាំងអស់ហ្នឹងគេធ្វើការលេងរួមគ្នាដើម្បីទទួលបានបន្ទុកអាប៉ែសតកាហ្នឹងដើម្បីសតទៅលើដើមឈើហ្នឹងអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាធ្វើquest ហ្នឹងបានបន្ទុកច្រើននោះអ្នកទាំងអស់គ្នានឹងអាចរំដោះយករង្វាន់រីកទាំងអស់នេះប៉ុន្តែតើតោះមក event ហ្នឹងកុំរំពឹងលើសមាជិក neighborhood ថាអ្នកទាំងអស់គ្នាខ្ញុំគិតថាហ្នឹងវាអាចធ្វើទៅយកបន្ទុករៀងៗខ្លួនដើម្បីយកមករំដោះទេមិនរួមគ្នាដើម្បីរំដោះយករបស់រីកទាំងអស់ហ្នឹងទេហើយចំពោះលក្ខខណ្ឌនៃការលេងខ្វែងនេះដែរគេតម្រូវឲ្យអ្នកទាំងអស់គ្នាដាំបន្លែផ្លែឈើឬក៏ផលិតចំណីអីមួយនឹងចឹងទៅនោះអ្នកទាំងអស់គ្នានឹងទទួលបានបន្ទុកអាប៉ែហ្នឹងដើម្បីរំដោះយករង្វាន់ដោយសារតែខ្ញុំអត់ចង់ឲ្យដីតនេទឹកចោលចឹងខ្ញុំធ្វើការដាំតំណែងទៅលើដីហ្នឹងទៅណាមួយក៏វាចំណេញដែរអ្នកទាំងអស់គ្នាហើយកន្លែង design នេះដែរខ្ញុំចេះតែឆ្លៀតចូលមើលទៅខែងឡូវាមានរង្វាន់ថ្មីដែលយើងអាចដូរបានអញ្ចឹងអ្នកទាំងគ្នាអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាជ្រោជាលេង Heyday ហើយកុំភ្លេចឆ្លៀតចូលលេង event village កន្លែងនេះផងដើម្បីទទួលបានត្បូង3ពណ៌ដើម្បីយករំដោះយករង្វាន់ដែលអ្នកទាំងអស់គ្នាចង់បានអញ្ចឹងណាដោយសារតែនៅកន្លែងមិញគេប្រាប់ថាបើសិនបើយើងដាំផ្លែ strawberry ហ្នឹងនោះអ្នកទាំងអស់គ្នានឹងទទួលបានកាក់ហូបព្រះទៅហ្នឹងដើម្បីយកទៅកន្លែងបបរសាំងអញ្ចឹងឥឡូវនេះដែរខ្ញុំគ្រប់លក្ខខណ្ឌដែលអាចបបរសាំងបានហើយអញ្ចឹងខ្ញុំសូមធ្វើការបបរសាំងជាមុនសិនហើយឥឡូវនេះដែរខ្ញុំកំពុងមើលថាតើមានអីត្រូវធ្វើទៀតអូមែនអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់តាក់ទងជាមួយ event នេះដែរវាមានរយៈពេល4ថ្ងៃអ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងមក event Tiny Trail វាមានevent ហ្នឹងរយៈពេល4ថ្ងៃហើយចំពោះ supply shop trade ហ្នឹងក៏រយៈពេល4ថ្ងៃដែរអ្នកទាំងអស់គ្នាបើមិនជឿអ្នកទាំងអស់គ្នាអាចចូលមើលកន្លែងហ្នឹងបានដោយសារតែឥឡូវខ្ញុំអស់អីធ្វើហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ